51,651 នាក់ជាតួលេខសរុបនៃប្រជាពលរដ្ឋដែលកំពុងខ្លាចទៅជាជនភៀសសឹកដោយសារចំនួនព្រំដែនកម្ពុជាជាមួយប្រទេសថៃនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចុះនៅថ្ងៃទី21ធ្នូនេះដោយបញ្ជាក់ទៀតថាតួលេខនេះអាចមានការប្រែប្រួលជាបន្តទៅទៀតដោយឡែកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនិងស៊ីវិលវិញត្រូវបានក្រសួងមហាផ្ទៃបញ្ជាក់ថាពុំមានការខូចខាតថ្មីនៅឡើយទេពលគិតពីថ្ងៃទី7ធ្នូនៃការផ្ទុះសង្គ្រាមជាតិថ្មីគឺការខូចខាតនៅដដែលដោយមានផ្ទះសម្បែងប្រជាពលរដ្ឋចំនួន76ខ្នងសាលារៀន5ទីតាំងមណ្ឌលសុខភាព1ទីតាំងផ្សារ1កន្លែងប្រាសាទបុរាណ1ចំនួនវត្តអារាម5ទីតាំងសាលាឆទាន1ទីតាំងមណ្ឌលកសិកម្មសហគមន៍1ទីតាំងស្ពានថ្ម2កន្លែងស្ពានដែក1ស្ពានបុរាណ1កន្លែងនិងទីតាំងឯកជនរបស់ប្រជាពលរដ្ឋមួយចំនួនទៀតនេះបើតាមរបាយការណ៍អ្វីជាការកត់សម្គាល់នៅក្នុងរបាយការណ៍របស់ក្រស